bà tôm ăn nhạt thì số bà ta đập bọc máy bọc ôn bà chỉ tin cho bọc ăn bà nước không bị tao ní trong bằng hai bọc ôn từ 13 phút nơi cả thành cho mình trái pram và buồn bà dân tôm bọc máy bọc ôn nâng đất từ nơi 13 phút để nơi cả thành được giống để chưa tới rồi ca bị chia bụi món cứ phút mình không phút từ lúc cuối bà côi ăn cám côi trồng mía thôi nâng mê phun tầm phân mòn xài dưới nước ở ban là một số thứ ở ban ló đâm bấy như chỗ ở bọc ôn chỉ cạnh có ba cái chia con sắt bà đứa coi chia ra ba chất để con bàn là con lốc sai cạnh cam cho mòn trái cho môi cạnh hàng cầm đấy rất vui chơi mất lò đâm bay lụa từ tháng cạnh có rồi chia thành để con cầm mỏng chắc bọc ôn trong bạc hán bà nước chia phun món bà nơi trạm 4 ai nước thêm trời bằng chia tránh từ tháng bông trái chưa con sa sông đá nơi tháng khách cầm phật bà chắc bông trái ai lấy từ tua bàn mế bà mế đấy cứ mế chọc mía mế cùi chọc mía cùi ăn cám bà chỉ tới thật cùi mà nó cùi bà đắp vào môi cái bà đắp vào môi cái mà đó bà chắc bông trái chăn từ tua phong bà đắp vào môi cái mà đó bà đi cùi chọc mía bà đi cầm phơi bà đi mê cầm phơi bà rất là chương là biết bài lương chẳng tay sai một con đây ta tại nhom mà ban phải vô nên nom từ đó là bông ôn để ban cho ta hết nhom chui tính ro caផលិតចេញជាសុទ្ធចេញជាកោនត្រង់វិញចាំធ្វើទីសាជូនអញ្ចឹងបងស្រីទទួលបានមេ16ក្បាលនៅក្នុងស្អែកនេះអញ្ចឹងថ្ងៃនេះគឺថ្ងៃទី1បាទថ្ងៃទី1ខែ11ឆ្នាំ2025ចឹងនេះជាមេបងប្អូនណាចឹងបងប្អូនទៅមើលបាតិចមកបងប្អូនមើលបាអញ្ចឹងបងស្រីនឹងទទួលបានបា6ក្បាលបាមានគីឡូស្រាលហើយគីឡូធុនអញ្ចឹងនេះគីឡូស្រាលនេះគឺមិនមែនធម្មតាដែរបងប្អូនណាគិតតែសម្រាប់ពុទ្ធ VIP នេះគួយទឹកមាសនេះគួយកម្មបាទនេះលើស្ទៀវណាបាទលើស្ទៀវអញ្ចឹងទៅមើលបាដែលពេញជាន់បាទពេញជាន់បងណាខ្ញុំនៅតែព្យាយាមបាទជ្រើសរើសពូជប្រសិទ្ធមន់ស្រែបានល្អដើម្បីបងប្អូនទៅចិញ្ចឹមនោះមានទីផ្សារល្អពីព្រោះពូជមន់នេះជើងល្មៀតស្បែកលឿងអូខេបងប្អូនបាទចឹងកាមេរ៉ាចូលមកពីបន្តិចបាទនេះគឺបាពេញជាន់បាទ3គីឡូជាងមាននេះហៅថាស្គួយសបាទស្គួយសនេះស្គួយកម្មបាទកម្មសចឹង3ក្បាលបាទចឹង2 3 5បាទខាងនោះមួយទៀតបងប្អូនណាបាទខាងនោះបងប្អូនមើលពីឆ្ងាយទៅណាបាទខាងនោះមួយទៀតបាទស្គួយសដូចគ្នាអូខេចាំបង្ហាញបងប្អូនមើលបាទនេះហៅស្គួយអង្កាំបាទលីសលើបន្តិចហើយស្អាតបងប្អូនស្អាតបាទគីឡូទៅគីឡូធួនបងប្អូនណាបាទជើងដល់ជើងចឹងមួយនេះមិញគឺ3គីឡូបងប្អូនបាទ3គីឡូបានតែបងត្រីដែរបាទបងត្រីគាត់កំមកទៀតទៅក៏មកចិត្តតែក្បាលណាបាទអញ្ចឹងបងត្រីយកមកវាអង្គកាន់បាទខ្ញុំព្យាយាមគ្រប់ថែមនៅរយៈក្រោយមួយនេះមិញវាខ្លាំងបាទដូចជា3គីឡូ3ខាំបាទខ្លាំងមែនតើណាមានដៃជួយក្រាស់គួយសគ្រូកាត់ជាមួយមែននោះគឺល្អណាបាទចឹងបងប្អូនដែលបានទស្សនាវីដេអូនេះហើយចង់ទិញពូជមន់ក្នុងការទិញពូជល្អឬក៏បងប្អូនចង់ទិញប្រភេទជាកូនហើយបងប្អូនពិបាកក្នុងការទិញខ្លាចនឹងការបោកប្រាស់ទៅតាមបណ្ដាញសង្គមដែលបងប្អូនតែជួយប្រទះអញ្ចឹងកុំភ្លេចបងប្អូនដែលចូលមើលក្នុង YouTube បងប្អូនអាចនឹងតាក់ទងមកតាម Telegram 097 912 359ចឹងហើយបានមកខ្លះទៀតណាបាទមួយទៀតស្អាតនេះលអើតបាទនេះស្អាតដូចគ្នាបងណាបាទនេះគួយសដូចគ្នាបងប្អូនណាមើលសំបាទទៅមើលបាទសុបបាទបងប្អូនមើលមើលលោកចម្លាក់យ៉ាងបងប្អូនណាមានន័យថាដាំពូជអីបានពូជនៅបងប្អូនណាបាទចង់បានផ្លែផ្កាដាំឈើបងប្អូនត្រូវតែថែទាំហើយនៅស្រោចទឹកហើយនៅការពារណាបាទចឹងយើងចង់ប្រៃអស់គ្នាលោកតាមនេះហើយសម្រាប់កូនទាំងអស់នេះខ្ញុំធ្វើពូជបន្តគឺអំបោខ្សែកលាយហើយថាពូជដូចដែលខ្ញុំធ្វើវីដេអូនេះកូននេះថាស្អែកនោះតម្លាក់មកក្រោមហ្នឹងណាបាទមាន100ក្បាលជាងបាទអាយុ1ខែជាងហើយបងប្អូនមើល
ហើយខាងក្រោមនេះសិតតែមានម្ចាស់ហើយណាបាទមានម្ចាស់ហើយបាទអញ្ចឹងស្អែកនេះខ្ញុំក៏ចេញកូនមន់ស្ទួយចំនួន50ក្បាលបាទចេញកូនមន់7ហើយមានបាពូជបាទអញ្ចឹងបងប្អូនដែលចង់តាមដានបាទเพจខាងចាំមកត្រែ5ឬក៏ពុកម៉ែបងប្អូនបាទចង់តាមដាននៅក្នុង channel YouTube បងប្អូនបាទជួយចុច subscribe ឬក៏ចុចសញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីនៅតែអ្វីដែលខ្ញុំផុសវីដេអូទៅចូល YouTube នឹង load មកទូរស័ព្ទបងប្អូននៅខាងលើទៅស្វ័យប្រវត្តិបាទ page ដូចគ្នានៅពេលបងប្អូនដែលចង់តាមដានបងប្អូនចុច like ចុច follow ឬក៏ share អញ្ចឹងខ្ញុំផុសវីដេអូលើក្រោយនឹង load មកមុនគេបងប្អូនណាបាទអញ្ចឹងអរគុណតែវីដេអូចែកនៅកន្លែងទៅប៉ុណ្ណេះបាទខ្ញុំគោឥឡូវនេះខ្ញុំបាទដាក់កន្លែងអត់ដាក់កន្លែងទេបងប្អូនណានៅកន្លែងតាមដាក់បងប្អូនណាក្រោមតាមដាក់ហ្នឹងណាបាទខ្ញុំឡាយខាងលើទេនៅខាងអត់ទាន់ដាក់កន្លែងបងណាបាទនេះស្ដាំបោពូជយើងណាបងប្អូនឃើញទេហ្នឹងតាពូជាមួយហ្នឹងបងប្អូនឃើញទេបាទនេះ2ខែជាងណា2ខែជាងហើយអូខេចឹងទេអរគុណច្រើនបងប្អូនណាបាទសម្រាប់ការចូលរួមទៅលើវិស័យចាំមកត្រែទាំងអស់គ្នាបាទខ្ញុំជម្រាបពុកម៉ែបងប្អូននឹងស្គាល់ខ្ញុំបានច្រើនបាទហើយខ្ញុំក៏សន្យាជូនពុកម៉ែបងប្អូនបាទធ្វើអ្វីៗឲ្យច្បាស់លាស់បាទខ្ញុំសូមជំរាបជូនមិនឲ្យបាត់បង់លុយកាក់បងប្អូនបាទកក់មន់គឺបានមន់តែពិតប្រាកដបាទកក់មានពូជបានមានពូជកក់កូនមន់ឲ្យកូនមន់ណាបាទអ្វីដែលយើងមានយើងលក់ត្រូវតែលក់ជូនកសិករបាទយើងរកវាឲ្យបានផ្លាស់ប្ដូរគ្នាអញ្ចឹងនេះជាអាជីវកម្មយើងដែលយើងដើរទៅបានសំខាន់គឺបទពិសោធន៍ចំណេះដឹងចំណេះជំនាញសម្រាប់ពុកម៉ែបងប្អូនដែលចង់ធ្វើទៅលើទីផ្សារចង់ចិញ្ចឹមមាន់ដែលគ្មានហៅថាកង្វះទីផ្សារបងប្អូនអាចចូលមកតោង504ខ្ញុំបង្រៀនម្ចេះបងប្អូនដែលចូលរៀននោះគឺយើងធ្វើទីផ្សារជូនបងប្អូនអរគុណច្រើនបងប្អូនណាបាទវីដេអូចែកនៅទេបាទអរគុណច្រើនជម្រាបលាបាទសូមអរគុណ